ជំរាបសួរយើងខ្ញុំជាសិស្សនៃវិទ្យាល័យបារិបុត្បងសូមជូនដំណឹងស្ដីពីបទបញ្ជាផ្ទៃក្នុងប្រការ1សិស្សទាំងអស់ត្រូវមករៀននៅបានទៀងទាត់និងទាន់ពេលគោរពទង់ជាតិប្រការ2សិស្សានុសិស្សទាំងអស់ត្រូវមានសក់ពណ៌ខ្មៅសិស្សប្រុសកាត់សក់ខ្លីសិស្សស្រីត្រូវចងសក់ឲ្យបានសមរម្យប្រការ3សម្លៀកបំពាក់ត្រូវឯកសណ្ឋានសមរម្យគឺអាវសខោសំពត់ខ្មៅឬខៀវអាវសូកដាក់ក្នុងខោឬសំពត់ជានិច្ចប្រការ4ពេលមករៀនត្រូវខិតខំរៀននិងមានសណ្ដាប់ធ្នាប់មិនបង្កការរំខានដល់មិត្តរួមថ្នាក់ប្រការ5ពេលមានភ្ញៀវឬលោកគ្រូអ្នកគ្រូចូលក្នុងថ្នាក់ត្រូវក្រោកឈរសំពះដើម្បីសម្ដែងការសម្ដែង6បើសិនមានគ្រូអវត្តមានសិស្សក្នុងថ្នាក់ទាំងអស់ត្រូវខិតខំស្វែងសិក្សានៅក្នុងថ្នាក់មិនរញ៉េរញ៉ៃនាំឲ្យរំខានដល់ថ្នាក់ដទៃប្រការ7ហាមយកនំចំណីញ៉ាំក្នុងថ្នាក់រៀននិងចោលសម្រាមពេលវាពេលកាលក្រៅធុងសម្រាមប្រការ8ហាមលេងទូរស័ព្ទដៃឥតប្រយោជន៍ក្នុងម៉ោងរៀនប្រការ9សិស្សានុសិស្សទាំងអស់មិនត្រូវពាក់មួកឬជិះកង់ម៉ូតូចូលក្នុងបរិវេណទីធ្លាសាលាឡើយប្រការ10ហាមពាក់គ្រឿងអលង្ការមកសាលារៀនប្រការ11ពេលចេញលេងសិស្សទាំងអស់ត្រូវប្រកាន់ឥរិយាបថសមរម្យមិនត្រូវទាត់ធាក់គ្នាឬលោឡាឆ្លុះប្រកែកគ្នាប្រការ12ត្រូវប្រឡងឡើងថ្នាក់ឡើងវិញប្រសិនបើអវត្តមានច្បាប់ចាប់ពី30ទៅ45ដងប្រការ13ត្រូវរៀនត្រួតថ្នាក់ប្រការ13ត្រូវរៀនត្រួតថ្នាក់ប្រសិនបើអវត្តមានឥតច្បាប់លើសពី25ដងឡើងទៅប្រការ14ត្រូវរៀនត្រួតថ្នាក់ប្រសិនបើអវត្តមានច្បាប់និងឥតច្បាប់លើសពី45ដងឡើងទៅប្រការ15សិស្សានុសិស្សទាំងអស់មិនត្រូវលេងល្បែងស៊ីសងឬយកអាវុធជាផ្ទុះចូលទៅក្នុងបរិវេណសាលារៀនឬជុំវិញសាលាប្រការ16សិស្សានុសិស្សទាំងអស់មិនត្រូវប្រើឬយកឬជួញដូរគ្រឿងញៀនដាច់ជាដាច់ខាតប្រការ17រាល់លិខិតស្នាមផ្សេងៗដែលសាលាតម្រូវជូនដល់ឪពុកម្ដាយឬអាណាព្យាបាលសិស្សទាំងអស់ត្រូវយកជូនគាត់ដោយផ្ទាល់ដោយមិនភូតកុហកដល់សាលាឡើយយើងខ្ញុំសូមអរគុណ